and it's used before words beginning with a vowel a, e, I, o, u, or words beginning with a mute h or a consonant with a vowel sound ប្រែថា n ត្រូវបានគេប្រើនៅពីមុខពាក្យដែលផ្ដើមជាមួយនឹងស្រៈមាន a, e, I, o, u ឬក៏ជាពាក្យដែលផ្ដើមជាមួយនឹងព្យញ្ជនៈ h ដែលគ្មានសំឡេងងាប់ឬក៏ព្យញ្ជនៈដែលមានសំឡេងស្រៈដូចជាពាក្យ an apple an island an uncle an egg an onion an hours and វាប្រើជាមួយនឹងពាក្យ apple ដោយសារមានស្រៈ a នៅមុខហើយប្រើជាមួយនឹងពាក្យ island ដោយសារមានស្រៈ i នៅមុខហើយប្រើជាមួយពាក្យ uncle ដោយសារមាន u ជាស្រៈនៅមុខហើយប្រើជាមួយ egg ដោយសារមាន e ជាស្រៈនៅមុខហើយប្រើជាមួយនឹង onion ដោយសារមាន o ជាស្រៈនៅមុខហើយប្រើជាមួយនឹង hour and hour ដោយសារ h វាអត់អាន h វាអត់អានទេបើវាអាន hour វាជាព្យញ្ជនៈប៉ុន្តែវាអត់អានវាអាន hour អញ្ចឹង h ដែលដាក់មុខវាអត់ប្រកបហៅងាប់អញ្ចឹង hour អញ្ចឹងគេដាក់ n បាននៅពាក្យដូចជា have h នឹងគេអានជាសំឡេងហអញ្ចឹងគេដាក់ have បាន hour h នឹងវាអត់អានវាមិនញូតវាអត់មានសំឡេងហសំឡេងព្យញ្ជនៈទេ mp គេមិនបានគេមិនដាក់ mp m ជាព្យញ្ជនៈតើគេមិនដាក់ដោយសារ mp ជាអក្សរកាត់យើងអាន mp បាទ m គេយកសំឡេងវាជាសំឡេងស្រៈ m នឹងសំឡេង m នឹងវាជាសំឡេងស្រៈអញ្ចឹងគេដាក់ nmp បាទ nsos សំឡេង s គេគិតសំឡេងគេអត់គិតព្យញ្ជនៈ s ទេ nl នឹងវាជាសំឡេងស្រៈ nl plate